លេថាសេតែយំមកផ្លែឲ្យលួចចេញក្រៅមើលលេងស្គាល់រឿងដៅលេងស្គាល់សខ្មៅអាក្រក់ល្អត្រឹមមួយប្រព្រឹត្តភ្នែកភ្លេចខ្លួនមកផ្លែបំណុលវ៉ាន់កទោះខុសក៏ខំទៅដត្រូវនៅតែដាប់ទៅដួសបើបន្លាមុតដៃហេតុអីនៅស្ងៀមបៀមទុកមិនខ្លួនខ្លាចសល់ស្នាមរបួសមិនហ៊ានប្រឈមនឹងការពិតរឿងរ៉ាវក្នុងចាក់ក៏វាពេលខ្លះការពិតខុសពីការគិតព្រមលិខិតព្រេងវាសនាមានតែក្នុងបឡោមលោកចង់បានសុខបុកធ្វើបុណ្យតែមុនទៅវត្តធ្វើរឿងស្មោកគ្រោកស្រែកថាស្អប់ពិភពលោកតែមិនមើលទង្វើខ្លួនឯងពេលចេញដើរខ្លាចមុខជើងតែការពិតយើងជាអ្នកបោកអំបែងប៉ារ៉ូនិពន្ធមុនភ្លេងខំតាក់ខំតែងដាក់បទចម្រៀងខ្ញុំរាយរាប់រឿងរ៉ាវដាក់ចុះមកប្រើនៅក្រោមមេឃភ្លៀងគេស្ដាប់ចម្រៀងកំសាន្តដើម្បីបានបន្ធូរផ្លូវចិត្តតែខ្ញុំធ្វើបទចម្រៀងច្រៀងឲ្យអ្នកស្ដាប់ហើយអង្គុយកើរឿងជីវិតពិតមិនដូចជារឿងព្រេងកថាអ្នកដែលធ្វើចាំតែធ្វើអ្នកដែលថាចាំតែថាមានរូបមានតុកមានមុខមានមាត់រឿងពិតរាប់រយបញ្ហាអូរឿងជីវិតពិតមិនដូចជារឿងព្រេងកថាអ្នកដែលធ្វើចាំតែធ្វើអ្នកដែលថាចាំតែថាមានរូបមានតុកមានមុខមានមាត់រឿងពិតរាប់រយបញ្ហាពេលវេលានៅសល់សេះខំប្រវេះខំប្រវាយខំលៃលោកទាំងមិនស្គាល់ប្រវាយទំហំខ្នាតច្បាស់ខ្លាចអត់ទូហត់ក៏មិនឈប់ព្រឹកទល់យប់ខ្ញុំខំណាស់សង្ឃឹមអាចមានមុខមាត់មុនចូលនិវត្តន៍ពេលអាយុចាស់តែវាច្បាស់ណាស់គឺវាពិបាកនឹងប្រែប្រួលមកចិត្តឋានជុំវិញខ្លួនវារកខ្លួនអូទាញបបួលពេលខ្លះច្រឡំតឡើងធំច្រឡំទៅលើភ្នំក៏ពិតជាទីទួលទោះគ្រាន់ជាការយកច្រឡំត្រូវបង្ខំចិត្តស្ដាប់ហើយទទួលខ្សែជីវិតវាមិនខ្លីក៏មិនមានន័យដូចខ្សែខ្លែងវាមិនងាយចេះតែនឹងដាច់បើយើងមិនផ្ដាច់បិទផ្លូវខ្លួនឯងទទួលស្គាល់ដើមអ្នកឯងជាការពិតវាមិនសូវស្រួលមិនសូវមានអ្នកជ្រុំជ្រែងងាយវងវែងងាយនឹងដួលបើដួលឲ្យត្រូវទៅងើបបើងើបមិនរួចឲ្យដេកសិនទៅដេកសម្រាកយកកម្លាំងក្រោបឡើងតតាំងឧបសគ្គតាមផ្លូវស្ដាប់ពីឪត្រូវតែចាំថាវាជាអាហារបញ្ញាជាគ្រឿងសឹកពេលមានបានត្រូវតែចងចាំចេះចំណាំប្រភពដែលធ្លាប់ផឹករឿងជីវិតពិតមិនដូចជារឿងព្រេងកថាអ្នកដែលធ្វើចាំតែធ្វើអ្នកដែលថាចាំតែថាមានរូបមានតុកមានមុខមានមាត់រឿងពិតរាប់រយបញ្ហារឿងជីវិតពិតមិនដូចជារឿងព្រេងកថាអ្នកដែលធ្វើចាំតែធ្វើអ្នកដែលថាចាំតែថាមានរូបមានតុកមានមុខមានមាត់រឿងពិតរាប់រយបញ្ហាយកពេលគិតពីកំហុសដ៏ខាត់កែខៃឆ្នៃជាគ្រូខុសម្ដងពីរដងកុំធ្លាប់ទម្លាប់ឲ្យខុសយូរមើលគំរូគូគម្រោងបុកគ្រឹះដាក់ក្រុងមុនសាងសង់ចាប់អ្វីចាប់ឲ្យជាប់គំងាប់កាឡាតាមចិត្តចង់ទោះជាចង់ឬមិនចង់ពេលខ្លះមិនមានជំរឿទោះជាធ្វើឬមិនធ្វើក៏នៅតែមានអ្នកទៅមិនការជ្រើសរើសពន្លឹះទៅនៅនៃអ្វីគេអ្នក set up យើងខំសង់យើងខំសាងតែបានតែការឈឺចាប់ហើយនេះគ្រាន់តែប្រាប់សូសាប់ទៅតាមតន្ត្រីថាជីវិតនេះវាយ៉ាពិបាកជាងរៀនភាសាបាលីបាត់អភ័យឯកសិទ្ធបិទច្រកបកស្រាយផលហេតុអត់ជំរឿសបានតែរើសស៊ីត្រឹមតែមួយកាពះឆ្អែតអត់ចម្លែកក៏អត់សប្រាយព្រោះរឿងបរិយាយសមហេតុសមផលអត់ទំនងក៏ត្រូវទំនងធ្វើមិនបើយើងឈងវាមិនដល់មានតែចិត្តបើអត់ធំធានទោះបីយើងហ៊ានក៏គេមិនខ្វល់ដូចរឿងព្រេងកថាតែការសំដែងឬវល់វល់រឿងជីវិតពិតមិនដូចជារឿងព្រេងកថាអ្នកដែលធ្វើចាំតែធ្វើអ្នកដែលថាចាំតែថាមានរូបមានតុកមានមុខមានមាត់រឿងពិតរាប់រយបញ្ហារឿងជីវិតពិតមិនដូចជារឿងព្រេងកថាអ្នកដែលធ្វើចាំតែធ្វើអ្នកដែលថាចាំតែថាមានរូបមានតុកមានមុខមានមាត់រឿងពិតរាប់រយបញ្ហារឿងជីវិតអត់ដូចរឿងកូនទេហើយរឿងជីវិតរបស់អ្នក